អ៊ីស្រាអែលនិយាយថាចំណាប់ខ្មាំងនឹងត្រូវបានដកលែងនៅថ្ងៃច័ន្ទខណៈលោកត្រាំចាក់ចែងទៅមជ្ឈមបូព៌ាប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំកំពុងធ្វើដំណើរទៅកាន់ប្រទេសអ៊ីស្រាអែលមុនពេលការដោះលែងចំណាប់ខ្មាំងជនជាតិអ៊ីស្រាអែលទាំង20នាក់ដែលរំពឹងថានៅមានជីវិតនៅហ្គាសាអ្នកទោសនិងអ្នកឃុំឃាំងប៉ាឡេស្ទីនជិត 2000 នាក់ក្នុងប្រទេសអ៊ីស្រាអែលក៏នឹងត្រូវបានដោះលែងជាផ្នែកនៃដំណាក់កាយទី1នៃកិច្ចព្រមព្រៀងបទឈប់បាញ់រវាងអាមេរិកផងដែរប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំកំពុងធ្វើដំណើរទៅកាន់ប្រទេសអ៊ីស្រាអែលមុនពេលការដោះលែងចំណាប់ខ្មាំង20នាក់ដែលនៅរស់នៅព្រឹកនេះនៅថ្ងៃច័ន្ទចំណាប់ខ្មាំងទាំងនោះត្រូវបានរំពឹងថានឹងត្រូវដោះលែងចេញទាំង3ក្រុម2នាក់ពីទីតាំងដាច់ឡែកនៅម៉ោង8ក្រោយលើកលងពេលល្ងាចនិងទី3នៅទីតាំងមួយនៅ1ម៉ោងក្រោយមកលោកត្រាំនឹងមកដល់អ៊ីស្រាអែលនៅពេលព្រឹកនេះនៅម៉ោងក្រោយពេលនោះលោកនឹងជួបជាមួយគ្រួសារចំណាប់ខ្មាំងនិងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu និងក្រុមគ្រួសារចំណាប់ខ្មាំងលោកក៏នឹងថ្លែងសុន្ទរកថាទៅកាន់សភាអ៊ីស្រាអែលឬ Knesset មុនពេលធ្វើដំណើរទៅកាន់ប្រទេសអេស៊ីបដែលលោកនឹងចូលរួមជាមួយមេដឹកនាំមកពីជាង20ប្រទេសសម្រាប់កិច្ចប្រជុំកំពូលស្ដីពីអនាគតរបស់ហ្គាសាចំណាប់ខ្មាំងដែលក្រុមហាម៉ាស់កាន់កាប់នៅហ្គាសាប្រហែលជាមិនដឹងថាការដោះលែងរំពឹងទុករបស់ពួកគេគឺជិតមកដល់ហើយMcGurk អតីតទីប្រឹក្សាប្រធានាធិបតីនិងជាបេសកលមជ្ឈមបូព៌ាដែលបានជួយរៀបចំផែនការបទឈប់បាញ់ពីមុនដែលនាំចំណាប់ខ្មាំងមកវិញបានបំភ្លឺខាស់អំពីអ្វីដែលចំណាប់ខ្មាំងអាចនឹងត្រូវឆ្លងកាត់គាត់បានប្រាប់ CNN របស់ Jessica Dean ថាកន្លងបានម៉ោងនេះចំណាប់ខ្មាំងកំពុងត្រូវបានចាប់ខ្លួនដោយអ្នកចាប់ខ្លួនរបស់ពួកគេប្រហែលជាមិនដឹងថាមានអ្វីកើតឡើងទេគាត់បាននិយាយថាខ្ញុំបាននិយាយជាមួយចំណាប់ខ្មាំងជាច្រើនដែលបានឆ្លងកាត់រឿងនេះពួកគេមិនដឹងថាហេតុអ្វីបានជាពួកគេត្រូវបានទីបណ្ដុះពួកគេមិនដឹងថាហេតុអ្វីបានជាពួកគេត្រូវបានចេញទីថ្លៃរងក្រមនិងបន្តមកពួកគេនឹងត្រូវបានស្វាគមន៍ដោយគណៈកម្មាធិការអន្តរជាតិការកាប់ហំ ICRC និងបន្តមកពួកគេនឹងដឹងថាពួកគេអាចនឹងត្រូវបានដោះលែងគាត់និយាយថាខ្ញុំពិតជាមានទំនុកចិត្តថានឹងឆ្លងកាត់តាមការគ្រោងលៀងគាត់និយាយថាយើងធ្លាប់តាមដានយានយន្តនៅ5តំបន់ហ្គាសានៅពេលដែលពួកគេចូលឡាន ICRC តាមដានយានយន្តពេញផ្លូវឆ្លងកាត់ហ្គាសារហូតដល់ទីបំផុតពួកគេស្ថិតនៅប្រទេសអ៊ីស្រាអែលនិងនៅក្នុងដៃប្រកបដោយសុវត្ថិភាពនិងរហូតដល់ពេលដែលអ្នកមិនទាន់ជោគជ័យចំនួនអ្នកស្លាប់នៅហ្គាសាចាប់តាំងពីការដោះលែងចំណាប់ខ្មាំងរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់បានកើនលើសទេ300នាក់ខណៈដែលក្រុមរករបន្តស្វែងរកសាកសពដែលកាប់បាំងនៅក្រោមគំនុំបែកបបែកនៃអគារដែលបានត្រូវបានបំផ្លាញទាំងនោះក្នុងរយៈពេល3ថ្ងៃកន្លងមកមន្ទីរពេទ្យហ្គាសាបានរាយការណ៍ថាមនុស្សចំនួន323នាក់ដោយក្នុងនោះ295នាក់ត្រូវបានស្រង់ចេញពីក្រោមគំនុំបែកបបែកគឺចេញមកពីហ្គាសាកាហ្វីណាតាំងពីចាប់ផ្ដើមសង្គ្រាមការវាយប្រហាររបស់អ៊ីស្រាអែលបានបំផ្លាញផ្ទះលើ 430,000 ផ្ទះគ្រប់គ្រង 92% នៃអគារលំដ្ឋានរបស់ហ្គាសានិងបង្កើតឡើងប្រមាណ61លានតោននៃគំនុំត្បែកតាមការប៉ាន់ស្មានរបស់អង្គការសហប្រជាជាតិអ្នកនាំពាក្យការពារជនជាតិហ្គាសាបានប្រាប់ CNN កាលពីថ្ងៃសៅរ៍ថាជនជាតិប៉ាឡេស្ទីនប្រមាណ 10,000 នាក់នៅតែគិតថានឹងសារនៅប៉ុណ្ណោះប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំកំពុងធ្វើដំណើរទៅកាន់ប្រទេសអ៊ីស្រាអែលមុនពេលដែលចំណាប់ខ្មាំងទាំង20នាក់ទៀតជួជាតិនឹងត្រូវបានដោះលែងនៅព្រឹកថ្ងៃច័ន្ទចំណាប់ខ្មាំងទាំងនោះត្រូវបានរំពឹងថានឹងត្រូវដោះលែងចេញទាំង3ក្រុម2នាក់ពីទីតាំងដាច់ឡែកនៅម៉ោង8ក្រោយលើកលងពេលល្ងាចនិងទី3នៅទីតាំងផ្សេងមួយទៀតនៅពេល1ម៉ោងលោកត្រាំនឹងមកដល់អ៊ីស្រាអែលនៅព្រឹកនេះនៅម៉ោងក្រោយនឹងមែនពេលនោះលោកនឹងជួបជាមួយគ្រួសារចំណាប់ខ្មាំងនិងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu និងក្រុមគ្រួសារចំណាប់ខ្មាំងលោកក៏នឹងថ្លែងសន្ទរកថាទៅកាន់សភាអ៊ីស្រាអែលឬ Knesset មុនពេលធ្វើដំណើរទៅប្រទេសអេស៊ីបដែលលោកនឹងចូលរួមជាមួយមេដឹកនាំមកពីជាង20ប្រទេសសម្រាប់កិច្ចប្រជុំកំពូលស្ដីពីអនាគតរបស់ហ្គាសានេះគឺជាចំណងជើងផ្សេងៗដែលណាគួរដឹងទៀតទីឡានចំណាប់ខ្មាំងការត្រៀមកំពុងធ្វើឡើងនៅក្រុងតេលអាវីវដោយការរំពឹងទុកបានកើតឡើងមុនការដោះលែងដែលរំពឹងទុកការផ្សាយរតលពីការដោះលែងនិងបង្ហាញនៅគ្រឿងការ៉េចាប់តាំងពីម៉ោង4 ទីនឹងព្រឹកនៅម៉ោងក្រោយនៅម៉ោង9 យប់មានត្រឹមតែប៉ុណ្ណោះការ៉ាប់ទ័រយន្តជាតិជីវអាមេរិកាណាកូសាអ៊ីលសែលបានបង្កើនឲ្យមហាជនស័ព្ទសប្បាយនៅយប់មិញអ្នកទូតនិងអ្នកឃុំឃាំងប៉ាឡេស្ទីនរាប់រយភាគរយនិងអ្នកជាប់ពន្ធនាគារនឹងត្រូវបានដោះលែងនិងត្រូវបានបណ្ដេញបញ្ជូននៅព្រំតំបន់ហ្គាសាតាមរយៈអង្គការកណ្ដាលជាភាលោកត្រាំមានទំនុកចិត្តថ្លែងនៅលើយន្តហោះ Air Force One ប្រធានាធិបតីសហរដ្ឋអាមេរិកបានសម្ដែងការជឿជាក់ថាបទឈប់បាញ់នឹងធ្វើឡើងដោយប្រាប់អ្នកសារព័ត៌មានថាសង្គ្រាមបានបញ្ចប់រថយន្តជំនួយបានតម្រង់ជួរគ្នាទន្ទឹមនឹងនោះសារព័ត៌មាន Al Khayra ដែលមានតំណែងតំណងនឹងរដ្ឋរបស់ប្រទេសអេស៊ីបនិយាយថារថយន្តជំនួយមនុស្សធម៌រាប់សិបគ្រឿងត្រូវបានតម្រង់ជួរនៅផ្នែកខាងអេស៊ីបនៃច្រកព្រំដែនRafah ដោយរងចាំសញ្ញាដើម្បីចូលទៅកាន់តំបន់ Gaza Strip វឌ្ឍនភាពពិតប្រាកដក្នុងការជំនួយអង្គការសហប្រជាជាតិនិយាយថារួមជាមួយដៃគូរបស់ខ្លួនវាបានចែកចាយអាហារក្តៅៗនិងបាច់នំប៉័ងរាប់រយរាប់ពាន់នៅភាគខាងជើងនិងភាគខាងត្បូងនៃតំបន់ Gaza ក្នុងអ្វីដែលខ្លួនសង្ឃឹមគឺគ្រាន់តែជាការចាប់ផ្ដើមនៃវឌ្ឍនភាពមនុស្សសាធម៌នៅក្នុង Strip យុគសម័យថ្មីសម្រាប់ប្រទេសអ៊ីស្រាអែលនាយករដ្ឋមន្ត្រី Benjamin Netanyahu បាននិយាយថាការដោះលែងដែលរំពឹងទុកនៅថ្ងៃច័ន្ទនឹងសម្គាល់ការចាប់ផ្ដើមនៃសក្តានុពលថ្មីសម្រាប់ប្រទេសនេះផ្លូវនៃការព្យាបាលផ្លូវនៃការកសាងឡើងវិញ
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Abbas Araghchi បានសរសេរនៅលើទំព័រ X ថាមន្ត្រីអ៊ីរ៉ង់នឹងមិនចូលរួមកិច្ចប្រជុំនៅទីក្រុង Sharm el-Sheikh របស់អេស៊ីបនៅថ្ងៃច័ន្ទនេះបើទោះបីជាបានទទួលការអញ្ជើញក៏ដោយលោក Araghchi បាននិយាយថាខ្លួននឹងប្រធានាធិបតីអ៊ីរ៉ង់ Masoud Pezeshkian នឹងមិនចូលរួមជាមួយសមាភិកដែលបានវាយប្រហារប្រជាជនអ៊ីរ៉ង់ហើយបន្តគំរាមកំហែងនិងដាក់ទណ្ឌកម្មពួកយើងប៉ុន្តែលោក Araghchi បាននិយាយថាអ៊ីរ៉ង់ស្វាគមន៍ចំពោះគំនិតផ្ដាំព្យួរណាមួយដែលបញ្ចប់សង្គ្រាមនៅហ្គាហ្សាប្រធានាធិបតីអាមេរិកលោក Donald Trump កំពុងមកដល់ទីក្រុងនៅថ្ងៃច័ន្ទនេះដើម្បីជាប្រធានកិច្ចការនេះក្នុងការប្រារព្ធពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងដំណាក់កាលទី1ដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ហ្គាហ្សាការយល់អង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ OCHA និយាយថាមានវឌ្ឍនភាពពិតប្រាកដក្នុងប្រតិបត្តិការផ្ដល់ជំនួយនៅទូទាំងតំបន់ហ្គាហ្សាចាប់តាំងពីបទជុំបាញ់បានចូលជាធរមានកាលពីថ្ងៃសុក្រOCHA បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យថាជាលើកដំបូងចាប់ពីខែមិនិនាអូស្មန်ដំឡល់កោតអាហារបានចូលទៅកាន់តំបន់តែចំនួនច្រើនទៀតសម្រាប់គ្រួសារដែលផ្លាស់ប្ដូរទីលំនៅសាច់កោសូផ្លែឈើស្រស់ម្សៅនិងថ្នាំផ្សេងៗទៀតក៏បានឆ្លងកាត់ចូលទៅកាន់តំបន់ហ្គាហ្សារាប់ថ្ងៃផងដែរសេចក្តីថ្លែងការណ៍នេះបានបន្ថែមថាអង្គការសហប្រជាជាតិនិងដៃគូរបស់យើងបានចែកចាយអាហារក្តៅៗនិងបាញ់នំប៉័ងរាប់រយរាប់ពាន់នៅភាគខាងជើងនិងភាគខាងត្បូងនៃតំបន់ជាមួយនឹងការបន្ធូរបន្ថយចលនានិងរឹតចម្រេញការចូលដល់តំបន់ចំណុចបណ្ដន់ក្នុងតំបន់ចំនួននៃតំបន់ហ្គាហ្សាក្រុមមនុស្សធម៌ក៏អាចត្រួតពិនិត្យផ្លូវមេគង្គគ្មានគ្រោះថ្នាក់ដោយសារធាតុផ្ទុះនិងជួយគ្រួសារដែលផ្លាប់ដកទីលំនៅនៅតំបន់ដែលរងគ្រោះនឹងទឹកជំនន់នៅក្នុងការត្រៀមខ្លួនសម្រាប់រដូវខាងលិចOCHA បាននិយាយថាអ៊ីស្រាអែលបានយល់ព្រមការដឹកជញ្ជូនជំនួយបន្ថែមនាំឲ្យចំនួនទាំងអស់ដែលបានចម្រុះរហូត